ឯកក្កដាឆ្នាំ2016នេះរួមមានលោកសំរងស៊ីប្រកាសប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមចោទថាបរិហាកេលោកហេងសំរិនមនុស្សជាង 10000 នាក់ផ្ទុកមេរោគអេដស៍ដោយមិនដឹងខ្លួនរួមទាំងព័ត៌មានមួយចំនួនទៀតនឹងជម្រាបជូនលោកអ្នកនាងស្ដាប់ជាបន្តបន្ទាប់បាទលំដាប់តទៅនេះខ្ញុំបាទយឹមសុខនសូមជូនព័ត៌មានពិស្ដាមន្ត្រីអះអាងថាលោកសំរងស៊ីនឹងដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ប្រឆាំងសាលក្រមសាលាដំបងដែលបង្គាប់ឲ្យបង់ប្រាក់ជាង100លានរៀលឲ្យទៅដើមបណ្ដឹងប្រធានរដ្ឋសភាលោកហេងសំរិនតាក់ទិនទៅនឹងមេបរុំនោះបង្ហោះវីដេអូរំលឹកពីព្រះរាជបន្ទូលសម្ដេចព្រះនរោត្តមសីហនុរិះគន់វៀតណាមថាបានបង្កប់កម្លាំងពិសេសចូលក្នុងជួរបកកណ្ដាលអំណាចកាលពីម្សិលមិញចៅក្រមសាលាដំបងរាជធានីភ្នំពេញលោករស់ពិសិដ្ឋបានសម្រេចឲ្យមេបកប្រឆាំងលោកសំរងស៊ីចាញ់ក្តីប្រធានរដ្ឋសភាលោកហេងសំរិននិងតម្រូវឲ្យលោកសំរងស៊ីបង់ប្រាក់សំណងជំងឺចិត្តដល់លោកហេងសំរិន150លានរៀលនិងបង់ពិន័យចូលរដ្ឋ10លានរៀលតំណាងរាស្ត្រមួយរូបរបស់គណៈបកសង្គ្រោះជាតិលោកខីវ៉ាន់ដេតប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្ដាលគណៈបកនៅថ្ងៃទី29ខែកក្កដានេះថាគណៈបកសង្គ្រោះជាតិមិនអាចទទួលយកបានតាមសាលក្រមចោទប្រកាន់នោះទេលោកថាលោកសំរងស៊ីបានឲ្យក្រុមមេធាវីដាក់ពាក្យប្តឹងទាស់ទៅសាលាធរហើយបើទោះបីជាមិនរំពឹងថាឈ្នះក្តីក៏ដោយយើងអត់មានជំនឿថានឹងទទួលបានយុត្តិធម៌ទេពីព្រោះជារឿងនយោបាយប៉ុន្តែនីតិវិធីតុលាការគឺយើងត្រូវតែបំពេញឲ្យចប់ចុងចប់ដើមយើងត្រូវតែបំពេញពីព្រោះយើងគោរពច្បាប់ដូច្នេះបើសិនជានីតិវិធីតុលាការចេញសាលក្រមហើយមានតែច្រកតែមួយទេយើងត្រូវតែប្តឹងឧទ្ធរណ៍បាទលោកសំរងស៊ីកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2015បានសរសេរលើទំព័រ Facebook របស់លោកដោយមានខ្លឹមសារថាក្នុងរបបដែលកើតឡើងនៅថ្ងៃ7មករាឆ្នាំ1979បានកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្តមសីហនុដោយចោទព្រះអង្គថាជាជនក្បត់ជាតិនិងបានភ្ជាប់វីដេអូជាសម្លេងដើមរបស់សម្ដេចព្រះនរោត្តមសីហនុដែលព្រះអង្គរិះគន់វៀតណាមថាបានបន្តបញ្ជ្រាបកម្លាំងពិសេសចូលទៅក្នុងជួរបកកណ្ដាលអំណាចបច្ចុប្បន្នយួនវាបញ្ចូលយួនទៅក្នុងកងទ័ពហេសំរិនហើយនឹងបានជាយួនវានិយាយប្រាប់គេឯងក្នុងពិភពលោកថាវាអាចនឹងចេញពីប្រទេសខ្មែរបានក្នុង6ឆ្នាំទៀតយ៉ាងយូរ10ឆ្នាំហើយអ្វីក៏ឲ្យយួនវានិយាយចឹងបើវានិយាយចឹងពីព្រោះវាយកពេលវេលា6ឆ្នាំ7 8 9 10ឆ្នាំដើម្បីបញ្ចូលយួនតែចេះស្វែងតបនេះវាបញ្ចូលទៅឲ្យហេងសំរិនកាន់តែច្រើនឡើងក្នុងឋានៈជាខ្មែរយួនបណ្ដាកាន់ការខ្មែរទំនងជាការច្រានចោលទៅលើសាលក្រមរបស់សាលាដំបងនេះលោកសំរងស៊ីនៅថ្ងៃទី28ខែកក្កដាឆ្នាំ2016បានសរសេរលើទំព័រ Facebook របស់លោកជាភាសាអង់គ្លេសថាលោកបានលើកឡើងពីរបបកើតថ្ងៃ7មករាឆ្នាំ1979និងថាលោកមិនបានសម្ដៅលើឈ្មោះបុគ្គលណាម្នាក់នោះទេតែលោកថាប្រធានរដ្ឋសភាកម្ពុជាបច្ចុប្បន្នលោកហេងសំរិនបានចេញមុខប្តឹងរូបលោកជំនួសឲ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅវិញម្យ៉ាងវិញទៀតលោកសំរងស៊ីថាតាមរយៈបង្ហោះវីដេអូពីព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រព្រះនរោត្តមសីហនុនេះធ្វើឲ្យតុលាការចោទប្រកាន់លោកទាំងអយុត្តិធម៌តំណាងរាជគណៈបព្វជិជនកម្ពុជាលោកឈៀងវុនបានការពារភាពស្អាតស្អំរបស់ប្រធានរដ្ឋសភាលោកហេងសំរិនដោយអះអាងថាសាលក្រមរបស់តុលាការថ្នាក់ក្រោមបានផ្ដល់យុត្តិធម៌ដល់ប្រធានរដ្ឋសភាលោកហេងសំរិនជាដើមមិនដឹងនិយាយមែនតើរបបទាំងអស់ដែលក្រោមការគ្រប់គ្រងរបស់គណៈបព្វជិជនយើងមិនដែលកាត់ទោសលួងរតនកោដ្ឋមិនដាច់នៅដំជានោះទេអញ្ចឹងហើយនេះជាការបរាជ័យធំមួយដែលយើងមិនអាចអត់ឲ្យបានទេព្រោះវានិយាយទៅប៉ះពាល់ដល់វីរៈជនរបស់ប្រទេសជាតិសម្ដេចចក្រហេងសំរិនមកជារបស់លោកបានបូជាដើម្បីជាតិអញ្ចឹងហើយការប៉ះពាល់លោកដោយគ្មានហេតុផលគឺខ្ញុំយល់ថាតឡាការគេឲ្យយុត្តិធម៌ជូនសម្ដេចទេណាចំណែកសង្គមស៊ីវិលនិងអ្នកវិភាគខ្លះវិញគិតថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារ2ដែលពួកគេថាសម្រាប់អ្នកមានប្រាក់និងមន្ត្រីមានអំណាចតែងទទួលបានការយកចិត្តទុកដាក់ពីតុលាការចំណែកឯអ្នកក្រីក្រនិងមន្ត្រីបកប្រឆាំងវិញពួកគេថាច្រើនទទួលការខកចិត្តពីការសម្រេចក្តីនានាតាំងពីតុលាការថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល
យ៉ាងណាក៏ដោយមន្ត្រីបកប្រឆាំងអះអាងថាការចោទប្រកាន់មេបករបស់ខ្លួនកាន់តែច្រើនពួកគេថាគណៈបកសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវចំណែកឯមេធាវីលោកសំសុគង្គដែលការពីក្តីឲ្យលោកសំរងស៊ីអះអាងថាលោកនឹងប្តឹងទាស់ករណីនេះទៅសាលាធរនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយដើម្បីស្វែងរកយុត្តិធម៌បន្តទៀតបាទលោកនាងស្ដាប់ជាទីមេត្រីទាក់ទិននឹងយុទ្ធនាការបញ្ចប់នៅការឆ្លងមេរោគអេដសនេះវិញឲ្យដឹងថានៅក្នុងពិធីសម្ពោធជាផ្លូវការផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំរបស់អង្គការខាណាកាលពីរសៀលម្សិលមិញមន្ត្រីក្រសួងសុខាភិបាលថាមានអ្នកផ្ទុកមេរោគអេដជាង 70000 នាក់ដែលមានជាង 50000 ទទួលបានការព្យាបាលនិងជាង 10000 នាក់កំពុងតែរស់នៅជាមួយនឹងជំងឺអេដដោយមិនដឹងខ្លួនក្រសួងរំពឹងថាអ្នកដែលផ្ទុកមេរោគអេដដោយមិនដឹងខ្លួនទាំងនោះនឹងដឹងពីស្ថានភាពរស់នៅរបស់ពួកគេនឹងបានទទួលការព្យាបាលនៅឆ្នាំ2020កម្ពុជាក៏សង្ឃឹមថានឹងលុបបំបាត់ការឆ្លងថ្មីទាំងស្រុងនៃជំងឺអេដនៅឆ្នាំ2030កញ្ញាឡាលីសរីកាបន្ថែមមន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថានៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដដោយមិនដឹងខ្លួនជាង 10000 នាក់ខណៈដែលកម្ពុជារំពឹងថាខ្លួនអាចនឹងកាត់បន្ថយការឆ្លងថ្មីនៃជំងឺអេដបាននៅឆ្នាំ2025និងឈានទៅរកការលុបបំបាត់ការឆ្លងថ្មីទាំងស្រុងក្នុងឆ្នាំ2030រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រីតាន់វុឆេងមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំរបស់អង្គការខាណាកាលពីរសៀលម្សិលមិញថាគិតត្រឹមដំណាច់ឆ្នាំ2015ប្រទេសកម្ពុជាបានស្មានថាមានអ្នកផ្ទុកមេរោគអេដចំនួន 74572 នាក់ហើយមាន 57651 នាក់ទទួលបានថ្នាំប្រឆាំងមេរោគនិង 15742 នាក់ផ្ទុកមេរោគអេដដោយមិនដឹងខ្លួនប៉ុន្តែលោកស្រីរំពឹងថាពួកគេនឹងដឹងស្ថានភាពនៃការរស់នៅជាមួយមេរោគអេដនិងទទួលថ្នាំព្យាបាលនៅឆ្នាំ2020ប៉ុន្តែលោកស្រីរំពឹងថាពួកគេនឹងដឹងស្ថានភាពនៃការរស់នៅជាមួយជំងឺអេដនិងទទួលការព្យាបាលនៅឆ្នាំ2020លោកស្រីតាំងលុឆេងបន្តថាអត្រាឆ្លងថ្មីនៃមេរោគអេដមានការថយចុះដោយសារមានការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍មួយចំនួនហើយរំពឹងថាអាចនឹងលុបបំបាត់ការឆ្លងទាំងស្រុងក្នុងឆ្នាំ2030លោកស្រីបានថ្លែងថាអត្រាឆ្លងថ្មីនៃមេរោគអេដមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំហើយយើងសង្ឃឹមយ៉ាងមុតមាំថាកម្ពុជាអាចនឹងកាត់បន្ថយការឆ្លងថ្មីនេះបាននៅឆ្នាំ2025និងឈានទៅរកការលុបបំបាត់ការឆ្លងថ្មីទាំងស្រុងនាឆ្នាំ2030ស្របតាមគោលដៅរបស់សកលលោកអង្គការខាណាដែលធ្វើការទៅលើបញ្ហាមេរោគអេដបានដាក់ចេញផែនការ5ឆ្នាំ2016-2020របស់ខ្លួនដែលក្នុងនោះមានគោលដៅមួយដែលធ្វើការរួមចំណែកបំបាត់ការឆ្លងមេរោគអេដថ្មីនាយកប្រតិបត្តិអង្គការខាណាលោកជួបសុខចម្រើនបានឲ្យដឹងថាអង្គការរបស់លោកនឹងធ្វើការផ្ទាល់ជាមួយនឹងក្រសួងសុខាភិបាលដើម្បីអនុវត្តគោលការណ៍ពិនិត្យនិងព្យាបាលដើម្បីកាត់បន្ថយការឆ្លងមេរោគអេដយើងនឹងធ្វើការផ្ទាល់ជាមួយក្រសួងសុខាភិបាលក្នុងការដាក់ចេញនៅការអនុវត្តគោលការណ៍គេហៅថា test and treat មានន័យថាជំរុញឲ្យមនុស្សនឹងទៅធ្វើតេស្តឲ្យបានច្រើនដើម្បីដឹងខ្លួនឯងហើយពេលណាគាត់ធ្វើតេស្តភ្លាមគាត់ដឹងស្ថានភាពរបស់គាត់ហើយបើសិនគាត់មានទុកមេរោគអេដគាត់ទទួលបានការព្យាបាលភ្លាមអញ្ចឹងបើសិនជាមនុស្សទាំងអស់ទទួលយកការព្យាបាលកាន់តែច្រើនស្ថានភាពនៃការឆ្លងនឹងកាន់តែទាបហើយអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដលោកតែងគន្ធីសង្ឃឹមថាប្រទេសកម្ពុជាអាចសម្រេចបានគោលដៅនេះតាមរយៈការរួមគ្នាលុបបំបាត់រវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលធ្វើត្បិតតែនៅមានបញ្ហាមួយចំនួនដែលកំពុងតែនឹងដោះស្រាយនៅក្នុងនេះសម្រាប់រដ្ឋាភិបាលយើងមានស្ថាប័ន2សំខាន់ទី1អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដនិងទី2គឺហៅថាអ្នកដែលប្រយុទ្ធខ្លាំងមែនទែនគឺក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិដៃគូសំខាន់នេះឯងដែលគេសម្រាប់យើងមានផែនការយុទ្ធសាស្ត្ររបស់យើងមានផែនការ5ឆ្នាំរបស់យើងដែលវាលីងវាមានភ្ជាប់ជាមួយគ្នានិងផែនការរបស់អង្គការខាណានេះដែរបើតាមលោកតែងគន្ធីរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដពី$23ទៅ$30 លានក្នុងមួយឆ្នាំខ្ញុំសៃឡាលីស VOD ភ្នំពេញបាទលោកនាងស្រាវជ្រាវទីមត្រីព័ត៌មានដាច់ដライមួយទៀតឲ្យដឹងថាដៃគូអភិវឌ្ឍគណៈកម្មការទន្លេមេគង្គដែលរួមមាន4ប្រទេសបានសម្រេចចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយជាង$10 លានសហរដ្ឋអាមេរិកគាំទ្រយុទ្ធសាស្ត្រគ្រប់គ្រងអាងទឹកទន្លេមេគង្គដើម្បីបញ្ជៀសនៅគ្រោះរាំងស្ងួតដល់ប្រទេសដែលជាសមាជិកនៃអាងទន្លេមេគង្គក្រោមក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី28ខែកក្កដាឲ្យដឹងថាកិច្ចប្រជុំនៃគណៈកម្មការរួមនៃគណៈកម្មាធិការទន្លេមេគង្គលើ
លើកទី44ដែលធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី27-28 ខែកក្កដានេះបានលើកឡើងយកប្រធានបទជាច្រើនទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដែលចូលរួមដោយប្រទេសជាសមាជិកចំនួន4រួមមានកម្ពុជាថៃឡាវនិងវៀតណាមនៅក្នុងកិច្ចប្រជុំនោះប្រទេសដែលជាដៃគូអភិវឌ្ឍន៍និងម្ចាស់ជំនួយចំនួន4រួមមានប្រទេសអាល្លឺម៉ង់ស្វីសបែលហ្សិកនិងលុយសំបួរបានចុះកិច្ចព្រមព្រៀងផ្ដល់ប្រាក់ចំនួនជាង$10 លានសហរដ្ឋអាមេរិកជាការគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការបង្កើតនៅយុទ្ធសាស្ត្រថ្មីៗជាច្រើនពាក់ព័ន្ធទៅនឹងការថែរក្សាទឹកទន្លេមេគង្គទំនប់រាជអគ្គិសនីដនសហុងនៃប្រទេសឡាវជាប់នឹងព្រំដែនកម្ពុជានិងបិទច្រកតែមួយគត់ដែលត្រីអាចបំលាស់ទីបាននៅក្នុងរដូវប្រាំងក្នុងទឹកទន្លេមេគង្គដែលការនេះនឹងបង្កជាហានិភ័យដល់ធនធានជលផលនិងការនេសាទត្រីផងដែរដែលមានកម្រិតហានិភ័យខ្ពស់ជាងគេនៅលើពិភពលោកយោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោកហៅកាត់ថា WWF ឲ្យដឹងថាទំនប់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជនចំនួន60 លាននាក់ដែលកំពុងតែរស់នៅតាមតំបន់អាងទន្លេមេគង្គក្រោមបាទលោកនាងស្ដាប់ជាទីមេត្រីព័ត៌មានដាច់លលាយមួយទៀតឲ្យដឹងថាគិតត្រឹមថ្ងៃទី29ខែកក្កដានេះវាមានរយៈពេលជិតកន្លះឆ្នាំទៅហើយដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការពិសេសដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើក៏ប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ឈ្មួញឈើយកមកផ្ដន្ទាទោសបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈនៅឡើយទេករណីនេះអ្នកឃ្លាំមើលធនធានធម្មជាតិជំរុញឲ្យរដ្ឋាភិបាលបញ្ចេញលទ្ធផលស៊ើបអង្កេតជាសាធារណៈដោយថាកុំឲ្យសាធារណជនយល់ច្រឡំថារដ្ឋាភិបាលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនោះលោកណាតសុភាពរាយការណ៍បន្ថែមអ្នកឃ្លាំមើលធនធានធម្មជាតិជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលពន្លឿនបង្ហាញរបាយការណ៍បង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈដោយថាកុំឲ្យមានការភ័ន្តច្រឡំថារដ្ឋាភិបាលនៅពីក្រោយនៃការកាប់បំផ្លាញធនធានធម្មជាតិនេះតាំងពីរដ្ឋាភិបាលបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយលោកសៅសុខារហូតដល់ថ្ងៃទី29ខែកក្កដានេះមានរយៈពេលជិតកន្លះឆ្នាំហើយប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ឈ្មួញឈើយកទៅផ្ដន្ទាទោសនិងបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានដៃឈ្មោះអុកញ៉ាយ៉ាងតិច2នាក់ដែលលោកនាយករដ្ឋមន្ត្រីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេសវៀតណាមនាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិលោកឈើឧត្តមរស្មីមានប្រសាសន៍ថាប៉ុន្មានឆ្នាំចុងក្រោយនេះលោកសង្កេតឃើញថាព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវបានឈ្មួញអ្នកមានអំណាចកាប់បំផ្លាញប៉ុន្តែមិនឃើញរដ្ឋាភិបាលចាប់អ្នកទាំងនោះដាក់ពន្ធនាគារនោះទេលោកថាបើគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើមិនបង្ហាញលទ្ធផលបង្ក្រាបបទល្មើសទេលោកថាអាចធ្វើឲ្យសាធារណជនយល់ច្រឡំថារដ្ឋាភិបាលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើបើសិនជារដ្ឋាភិបាលគាត់មិនបានពាក់ព័ន្ធទៅនឹងវិញគាត់គួរតែបង្ហាញរបាយការណ៍នឹងចេញមកទៅខ្ញុំគិតថារយៈពេលស៊ើបអង្កេតគាត់ប្រមូលឈើគាត់ប្រមូលអស់គាត់ដឹងប្រភពអស់ហើយហ្នឹងអញ្ចឹងខ្ញុំគិតថាសម្រាប់គាត់ធ្វើរបាយការណ៍មិនយូរជាងមួយខែខ្ញុំគិតថាមួយខែអាចធ្វើហើយតែលុះត្រាគាត់មិនចង់ធ្វើហ្នឹងមិនដឹងថាយ៉ាងម៉េចបណ្ដាញអ្នកស្រាវជ្រាវផុសតាងបទល្មើសធនធានធម្មជាតិនៅកម្ពុជាលោកឈឹមសាវុតមានប្រសាសន៍ថាលោកមិនមានជំនឿលើរដ្ឋាភិបាលករណីទប់ស្កាត់បទល្មើសព្រៃឈើនោះទេដោយលោកថាអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើធំភាគច្រើនជាខ្សែស្រឡាយរបស់អ្នកដឹកនាំនិងអ្នកមានអំណាចគណៈកម្មការខ្ញុំមិនគិតថាអត់មានសមត្ថភាពទេប៉ុន្តែអត់អាចធ្វើបានដោយសារអ្នកដែលប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹងក៏ជាខ្សែបណ្ដាញនៅក្នុងជួរដូចគ្នាដែរធ្វើតរួយដោយសារក្នុងជួរអ្នកដែលកាប់បំផ្លាញអ្នកអីហ្នឹងគឺជាខ្សែស្រឡាយអ្នកដឹកនាំឬក៏ខ្សែស្រឡាយអ្នកធំទាំងអស់ហើយជាតែខ្សែបពុរបស់គ្នាគេដែលយើងឃើញកន្លងមកអញ្ចឹងការធ្វើហ្នឹងគឺវាអត់មានប្រសិទ្ធភាពអីទេប៉ុន្តែជាការធ្វើ
មួយឲ្យល្អមើលតែមកក្រៅប៉ុណ្ណឹងទេហើយក៏ស្ងប់ទៅវិញលោកឈឹមសវុតបន្តថាបើរដ្ឋាភិបាលមានចេតនាបង្ក្រាបបទល្មើសព្រៃឈើលោកថាទោះជាឈ្មួញឈើជាអ្នកធំប៉ុណ្ណាក៏ដោយក៏អាចទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបានដែរ VOD បានតាក់ទងទៅប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើលោកសៅសុខាដើម្បីសូមការបំភ្លឺជុំវិញករណីនេះដែរប៉ុន្តែលោកថាជាប់រវល់ប្រជុំកាលពីចុងខែកុម្ភៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាជាថ្មីឲ្យមន្ត្រីពាក់ព័ន្ធដែលចូលរួមបង្ក្រាបការកាប់បំផ្លាញព្រៃឈើឲ្យធ្វើការរបស់ខ្លួនដោយលោកដាក់ការសង្ស័យថាការមិនបង្ក្រាបអាចមកពីមន្ត្រីទាំងនោះចូលដៃជាមួយឈ្មួញដឹកឈើក្នុងរបាយការណ៍ក្នុងខែកក្កដាឆ្នាំ2015អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ Forest Trend បានរកឃើញការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជាគឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បត្តិសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋាភិបាលទៅកាប់បំផ្លាញព្រៃឈើក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរអង្គការ Forest Trend ក៏សម្គាល់ថាការកាប់បំផ្លាញព្រៃឈើដ៏មហិមានៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជានិងការកើតឡើងនៃអំពើពុករលួយក្នុងវិស័យនេះខ្ញុំណាតសុភាព VOD ភ្នំពេញលោកអ្នកអាចស្ដាប់ព័ត៌មាន VOD រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចាប់ពីម៉ោង 6 ដល់ម៉ោង 6:40 នាទីល្ងាចតាមរយៈវិទ្យុសារិកា FM 106.50 និង FM 106.70 ភ្នំពេញវិទ្យុសារិកា FM 91.25 ខេត្តសៀមរាបវិទ្យុសារិកា FM 101 ខេត្តបន្ទាយមានជ័យវិទ្យុសារិកា FM 91.25 ខេត្តបាត់ដំបងវិទ្យុគិរីបូកូ FM 98.25 ខេត្តកំពតវិទ្យុកំពង់ចាម FM 99.70 ខេត្តកំពង់ចាមនិងវិទ្យុសំឡេងស្ត្រីសហគមន៍ FM 89.50 ខេត្តក្រចេះបាទលោកនាងស្ដាប់ជាទីមេត្រីព័ត៌មានដាច់ដライមួយទៀតឲ្យដឹងថាលោកស្រីពងជីកេកប្រធានអង្គការសិទ្ធិមនុស្សអង្គការលីកាដូបានទទួលគ្រឿងអេសារយយុសពីស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីម្សិលមិញនេះក្នុងសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងថាគ្រឿងអេសារយយុសLa Liaison d'année គឺជាគ្រឿងអេសារយយុសដ៏ដុងឧត្តមបំផុតរបស់ប្រទេសដែលត្រូវបានបង្កើតឡើងដោយព្រះចៅណាប៉ូឡេអុងបូណាប៉ាតនៅឆ្នាំ1802ស្ថានទូតបញ្ជាក់ថានេះជាសក្ខីភាពនៃការកោតសរសើរដែលលោកស្រីមានតួនាទីនៅក្នុងការជួយផ្សះផ្សាជាតិនិងជួយលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាលោកស្រីពងជីកេកគឺជាមន្ត្រីសម្របសម្រួលជាអ្នកសម្របសម្រួលនៅក្នុងការចរចារវាងសម្ដេចព្រះនរោត្តមសីហនុជាមួយនឹងលោកនាយរដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី2ខែធ្នូឆ្នាំ1987មុននឹងសម្រេចចេញជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ1991គណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងបានជ្រើសរើសលោកស្រីពងជីកេកជាបេក្ខជនទី9នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរូបមន្ត441ក៏ហៅតកោយបក៏ប៉ុន្តែក្រោយមកលោកស្រីបានបដិសេធទទួលយកតំណែងនេះវិញបាទលោកនាងស្ដាប់ជាទីមេត្រីតេតិននឹងការឆ្លើយតបទៅនឹងការចង់បានរបស់កម្ពុជាពីជំនួយចិននៅនោះវិញឲ្យដឹងថាអគាររដ្ឋបាលថ្មីដែលកម្ពុជាស្នើឲ្យចិនជួយផ្ដល់លុយសាងសង់នោះមានតម្លៃជាង$16លានដោយមិនទាន់គិតតម្លៃនៃការរៀបចំនៅខាងក្នុងនេះជាការបញ្ជាក់របស់លោកឈៀងវុនអ្នកនាំពាក្យសមាជិកសភានៃគណៈបកប្រជាជនកម្ពុជាមួយរូបបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីលោកហេងសំរិនត្រឡប់មកពីប្រទេសចិននៅថ្ងៃនេះថាអគាររដ្ឋបាលថ្មីនោះគ្រោងសង់កម្ពស់12ជាន់ដោយថាអគាររដ្ឋបាលរបស់សភានាពេលបច្ចុប្បន្នមានទំហំតូចពេកបើធៀបទៅនឹងចំនួនបុគ្គលិកទោះជាយ៉ាងណាលោកឈៀងវុនមិនបានបញ្ជាក់ថាអគារថ្មីនោះសង់នៅកន្លែងណានិងចាប់ផ្ដើមនៅពេលណានោះឡើយគណៈចិនទើបតែនឹងព្រមលើសំណើរបស់កម្ពុជានោះបើតាមរដ្ឋសភាកម្ពុជាបានស្នើទៅរដ្ឋសភាចិនដែលជាជំនួយឥតសំណងគួរបញ្ជាក់ផងដែរថាប្រធានរដ្ឋសភាកម្ពុជាលោកហេងសំរិនបានដឹកនាំគណៈប្រតិភូ
រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន5ថ្ងៃដោយគិតចាប់ពីថ្ងៃទី25ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2016នេះបន្ទាប់ពីប្រទេសចិនបានផ្ដល់ជំនួយឥតសំណងជិត$600 លានសម្រាប់កម្ពុជាផងដែរបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីព័ត៌មានជាតិនៅពេលនេះចប់តែប៉ុណ្ណេះបន្ទាប់ពីព័ត៌មានអន្តរជាតិលោកអ្នកនាងនឹងបានស្ដាប់បទវិភាគមួយនិយាយអំពីនៅពេលពលរដ្ឋកាន់តែច្រើនคล้ายជាអ្នកកាសែតធ្វើឲ្យសង្គមអស់អាថ៌កំបាំងឬ VOD ព័ត៌មានឯករាជ្យបាទព័ត៌មានអន្តរជាតិនៅពេលនេះជម្រាបជូនដោយលោកពៅមេតាព័ត៌មានអន្តរជាតិចាប់ផ្ដើមចេញពីបញ្ហាទំនាក់ទំនងរវាងចិននិងវៀតណាមអាជ្ញាធរចិនបានស្នើឲ្យវៀតណាមបើកការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះត្រាទៅលើលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋចិនដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមរូបភាពនោះបានបង្ហាញពីលិខិតដែលសរសេរពាក្យចំនួន4ម៉ាត់នៅលើលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាមគឺនៅលើទំព័រទី2ហើយមានភ្ជាប់ផែនទីបន្ទាត់ចំនួន9កំណាត់របស់ចិនបន្ទាត់នោះជាកន្លែងដែលចិនអះអាងថាជាតំបន់របស់ខ្លួននៅសមុទ្រចិនខាងត្បូងតំបន់នោះមានការអះអាងថាប្រសពគ្នារវាងចិននិងវៀតណាមហើយថ្មីនេះចិនបានបដិសេធការសម្រេចរបស់តុលាការអន្តរជាតិដោយបញ្ជាក់ថាតំបន់នោះជារបស់ខ្លួនតែម្នាក់ឯងគត់អ្នកទេសចរជនជាតិចិនដែលមានឈ្មោះសុងបានធ្វើដំណើរទៅទស្សនានៅប្រទេសវៀតណាមនៅហូជីមីញហើយថ្លែងថានាងមានការអន់ចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីវៀតណាមដែលបានធ្វើឲ្យមានបញ្ហានៅលើលិខិតឆ្លងដែនរបស់គាត់ស្ថានកុងស៊ុលរបស់ចិននៅទីក្រុងហូជីមីញបានចេញសេចក្តីថ្លែងការណ៍ភ្លាមថាសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះគឺជារឿងអាម៉ាស់និងកំសាកបំផុតដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងប្រជាជនចិនក៏បានស្នើឲ្យមានការស៊ើបអង្កេតនិងដាក់ទណ្ឌកម្មចំពោះមន្ត្រីដែលបានប្រព្រឹត្តទង្វើនេះចំនួនដែនសមុទ្រចិនខាងត្បូងគឺហ្វីលីពីនចាប់ផ្ដើមបង្កើនកម្លាំងទ័ពរបស់ខ្លួនក្នុងការការពារដែនទឹកនាវាយោធាដែលមានមុខងារច្រើនហ្វីលីពីនបានទិញពីប្រទេសជប៉ុននោះគេរំពឹងថានឹងបញ្ជូនទៅដល់ភាគខាងលិចនៅថ្ងៃទី18ខែសីហានិងបំពេញមុខងាររបស់ខ្លួនក្នុងការការពារដែនសមុទ្ររបស់ហ្វីលីពីនអ្នកនាំពាក្យកងទ័ពជើងទឹករបស់ហ្វីលីពីនលោកអាមែនបាលីឡូថ្លែងការពីម្សិលមិញថានាវាដែលមានឈ្មោះ BOP ធូបាត់តាហាគេនឹងដាក់ឲ្យប្រចាំការនៅចម្ងាយប្រមាណ12ម៉ាយពីព្រំដែនទឹកក្នុងករណីដែលតម្រូវចាំបាច់នេះបើតាមសារព័ត៌មាន Philstar កន្លែងដែលហ្វីលីពីនបង្កើនការគ្រប់គ្រងនៅសមុទ្រភាគខាងលិចឬហៅសមុទ្រចិនខាងត្បូងនោះជាកន្លែងដែលហ្វីលីពីនចោទថាចិនបានបំពានទន្ទ្រានយកនៅក្នុងដែនសមុទ្រនោះរួមទាំងតំបន់សេដ្ឋកិច្ចផងដែរលោកម៉ាលីឡូថ្លែងថានេះគឺជាប្រភេទនាវាសមុទ្រដែលមានទូនាទីច្រើននិងមានលក្ខណៈស្តង់ដារក្នុងការប្រើប្រាស់លោកថាពេលនេះកំពុងតែមានការពិចារណាក្នុងការបន្ថែមកម្លាំងជួយទៅតាមការស្នើសុំរបស់ឆ្មាំសមុទ្រនៅភាគខាងលិចជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះគឺចិននិងរុស្ស៊ីនឹងធ្វើសម្ពយុទ្ធរួមគ្នានៅក្នុងសមុទ្រចិនភាគខាងត្បូងនៅខែកញ្ញាខាងមុខនាំឲ្យមានការព្រួយបារម្ភថាការធ្វើសម្ពយុទ្ធនេះនឹងកាន់តែធ្វើឲ្យស្ថានភាពនយោបាយនៅទីនោះកាន់តែតានតឹងទោះជាយ៉ាងណារដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងកាលពីថ្ងៃប្រហោះម្សិលមិញថាការធ្វើសម្ពយុទ្ធនេះគឺដើម្បីពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការហើយថាមិនមានបំណងគំរាមដល់ប្រទេសផ្សេងនោះទេការរៀបចំធ្វើសម្ពយុទ្ធរវាងមហាអំណាចទាំងពីរនេះគឺធ្វើឡើងចំពេលដែលនយោបាយកំពុងតែមានភាពតានតឹងខ្លាំងតុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅទីក្រុងឡាអេបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី12ខែកក្កដាសម្រេចឲ្យហ្វីលីពីនឈ្នះក្តីលើជម្លោះនៅសមុទ្រចិនខាងត្បូងប៉ុន្តែចិនបដិសេធមិនទទួលយកសេចក្តីសម្រេចនោះទេដោយចោទថាការសម្រេចនោះជាឆាកល្ខោនមួយដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកតុលាការអន្តរជាតិក៏បានចោទប្រកាន់ថាចិនកំពុងតែធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិនៅសមុទ្រចិនខាងត្បូងការធ្វើសម្ពយុទ្ធនេះគឺជាសម្ពយុទ្ធប្រចាំឆ្នាំដែលចិននិងរុស្ស៊ីតែងតែធ្វើជាមួយគ្នា
ដើម្បីពង្រឹងផ្នែកយោធាក្នុងការអភិវឌ្ឍបច្ចេកទេសចិននិងរុស្ស៊ីក្នុងភាពជាដៃគូលោកយ៉ាងយូជុនជាអ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថាការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងឬប្រឆាំងប្រទេសទី3នោះទេលោកអ្នកអាចស្ដាប់ឬអានព័ត៌មាន VOD ឡើងវិញតាមរយៈគេហទំព័រ www.vodhotnews.com វិទ្យាព្រឹត្តិការណ៍បាទលោកនាងសាជាទីមិត្តរីប្រទេសកម្ពុជាមានស្ថាប័នព័ត៌មានរាប់រយនិងបានផ្សាយពីព័ត៌មានផ្សេងៗគ្នាទៅតាមនិន្នាការរៀងៗខ្លួនក៏ប៉ុន្តែនៅក្នុងនោះទូរទស្សន៍ស្ទើរតែទាំងអស់និងវិទ្យុរួមទាំងកាសែតភាគច្រើនមានទំនោរគាំទ្ររដ្ឋាភិបាលមិនសូវហ៊ានផ្សាយពីចំណុចខ្វះខាតរបស់រដ្ឋាភិបាលទេដែលនេះធ្វើឲ្យពលរដ្ឋទទួលបានព័ត៌មានតែមួយជ្រុងទោះជាយ៉ាងណាមកដល់សម័យបច្ចេកវិទ្យាទំនើបនេះពលរដ្ឋលែងពឹងតែទៅលើព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទាំងនោះទៀតហើយខណៈ Facebook កំពុងតែពេញនិយមលោកអឹងបន្ថនរៀបរៀងបទវិភាគជូនយោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឲ្យដឹងថាចំនួនកាសែតទស្សនាវដ្តីវិទ្យុនិងប្រតិបត្តិជាភាសាខ្មែរនៅក្នុងឆ្នាំ2010មាន620ស្ថាប័នហើយចំនួននេះមានការកើនឡើងជាបន្តបន្ទាប់មកដល់ពេលនេះចំណែកឯស្ថានីយ៍វិទ្យុនៅភ្នំពេញមានចំនួន40នៅតាមបណ្ដាខេត្តមានចំនួន51ខណៈដែលស្ថានីយ៍ទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមានចំនួន10និងនៅខេត្តមានចំនួន7ចំនួននេះមិនទាន់រាប់បញ្ចូលពីទូរទស្សន៍ខ្សែកាបនៅភ្នំពេញដែលមានចំនួន2និងនៅតាមបណ្ដាខេត្តមានចំនួន102ទៀតនោះទេលើសពីនោះនៅមានទូរទស្សន៍និងវិទ្យុផ្សាយពីបរទេសចំនួន5ទៀតរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធបានថ្លែងថាប្រជាពលរដ្ឋកម្ពុជារហូតទៅដល់ជាង 99% មានមធ្យោបាយទទួលព័ត៌មានដោយមិនទាន់គិតទៅដល់ការទទួលព័ត៌មានតាមអ៊ីនធឺណិតនិងទូរស័ព្ទដៃដែលកំពុងតែពេញនិយមនោះទេថ្មីបើស្ថាប័នព័ត៌មានច្រើនយ៉ាងនេះក្តីតែពលរដ្ឋមួយភាគធំពួកគេថាទទួលបានព័ត៌មានតែមួយជ្រុងប៉ុណ្ណោះកាលពីមិនទាន់មាន Facebook ប្រើនោះក៏ដោយសារតែវិទ្យុនិងទូរទស្សន៍ស្ទើរតែទាំងអស់ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថាមានទំនោរទៅរកគណៈបកកណ្ដាលអំណាចមិនហ៊ានផ្សាយអំពីចំណុចខ្វះខាតយ៉ាងណាក៏ដោយពលរដ្ឋមួយភាគធំជាពិសេសយុវជនពួកគេមិនសូវជឿលើការផ្សព្វផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកប៉ុន្មានទេនោះក៏ព្រោះតែពួកគេថាព័ត៌មានពិតនៅក្នុងសង្គមមួយចំនួនប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះមិនហ៊ានផ្សាយដូច្នេះហើយបានជាយុវជនភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួនបែបទំនើបដោយភ្ជាប់អ៊ីនធឺណិតដើម្បីតាមដានព័ត៌មានដែលកើតឡើងនៅក្នុងសង្គមមិនត្រឹមតែប៉ុណ្ណោះយុវជនទាំងនោះក៏បានជួយបង្រៀនឪពុកម្ដាយនិងចាស់ៗនៅតាមភូមិឲ្យចេះប្រើ Facebook ផងដែរកាលពីចុងសប្តាហ៍មុននេះមានព្រឹត្តិការណ៍ដង្ហែសពលោកបណ្ឌិតកែមលីទៅកាន់ស្រុកកំណើតនៅឯខេត្តតាកែវពេលនោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបានផ្សព្វផ្សាយថាមានអ្នកចូលរួមប្រមាណពី1លានទៅ2លាននាក់ប៉ុន្តែទូរទស្សន៍ខ្លះទៀតបានផ្សាយថាមានអ្នកចូលរួមតែ300នាក់ទៅ10000នាក់ប៉ុណ្ណោះអ្នកប្រើ Facebook មួយចំនួនបានរិះគន់ថាដោយសារតែការផ្សព្វផ្សាយបែបនេះហើយបានជាធ្វើឲ្យមហាជនដកសេចក្តីទុកចិត្តពីលើទូរទស្សន៍មួយចំនួននោះអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះក៏សម្គាល់ថានិន្នាការរបស់ប្រជាពលរដ្ឋកម្ពុជាពេលនេះកំពុងតែតាមដានព័ត៌មាននៅក្នុងសង្គមដោយខ្លួនឯងសូម្បីតែសម្លឹងមើលនៅតាមហាងកាហ្វេបលឹមឡើងគឺមនុស្សទៅនៅតាមហាងកាហ្វេហ្នឹងគឺអ្វីដែលគេចាំមើលគឺគេចាំមើលព័ត៌មានពេលព្រឹកហ្នឹងបាទហើយនៅក្នុងព័ត៌មានពេលព្រឹកហ្នឹងក៏គេជំរើសទៀតគេថាគេមើលតែប៉ុស្តិ៍ណាដែលរៀងហ៊ាននិយាយហើយនិយាយត្រូវនិយាយត្រង់បាទគាត់ហៅកម្រិតត្រូវហើយនឹងត្រង់ហ្នឹងវាមានកម្រិតវាមិនបានដូចតែយើងនិយាយយើងមើលឃើញនៅក្នុង Facebook ណាអញ្ចឹងបើមកវិញបើយើងមើលក្នុងចលនានៃការផ្ញើព័ត៌មានចុះឡើងតាម Facebook ការបញ្ជូនព័ត៌មានទៅតាម Facebook ហ្នឹងក៏យើងមិនមែនថាវា Facebook ហ្នឹងមកដល់ព័ត៌មានពិតអីទាំងអស់ទេព្រោះជាការយើងឃើញថាគ្រប់និន្នាការប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលយើងមានឃើញមានកាសែតមួយចំនួនដែលកាន់ជើងរដ្ឋាភិបាលក៏ព្យាយាមប្រើ Facebook ដើម្បីបញ្ជូនព័ត៌មានរបស់ខ្លួនជាព័ត៌មានកំភ័ន្តឬក៏ព័ត៌មានអីផ្សេងដែលចេញពីរដ្ឋាភិបាលមកក៏ព្យាយាមយកមកផ្សព្វផ្សាយតាម Facebook ដែរបាទ
អ្នកគ្រប់គ្រងកាសែតមួយចំនួនកំពុងតែបារម្ភពីការបិទអាជីវកម្មរបស់ខ្លួនដោយសារតែមានការប្រកួតប្រជែងព័ត៌មានលឿនតាមបណ្ដាញសង្គម Facebook និងគេហទំព័រមួយចំនួនទិន្នន័យពី facebook.com បានបង្ហាញថាចំនួនអ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសកម្ពុជាគឺមានជាង4លានគណនីរាប់ទាំងអ្នកមានគណនីលើសពី1ផងទៅខណៈដែលអ្នកប្រើមានអាយុពី13ឆ្នាំទៅដល់65ឆ្នាំពលរដ្ឋភាគច្រើននិយាយថាពួកគេបានទទួលព័ត៌មានលឿនគឺតាមរយៈ Facebook នេះឯងលោកបណ្ឌិតមាសនេះយល់ថានៅពេលដែលពលរដ្ឋមានចំណេះដឹងនិងចេះប្រើបច្ចេកវិទ្យាទំនើបផងនោះលោកថាស្ថាប័នរដ្ឋពិបាកនឹងលាក់ព័ត៌មានរសើបរបស់ខ្លួនអ្វីដែលធ្វើឲ្យមនុស្សសម័យនេះវាទៅជាចលនាមួយបកចលនាមួយដើម្បីប្រឈមសូម្បីតែទូរទស្សន៍របស់រដ្ឋឬក៏ព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលព្យាយាមលាក់បាំងនៅរឿងខ្លះហ្នឹងក៏សាធារណជនហ្នឹងគឺទាមទារធ្វើការតិចទៀនទៅលើការអនុវត្តឬការប្រព្រឹត្តបែបហ្នឹងទៅលើប្រព័ន្ធផ្សព្វផ្សាយហ្នឹងអញ្ចឹងនៅក្នុងផ្នែកហ្នឹងបានន័យថាពលរដ្ឋកាលណាគាត់មានចំណេះដឹងគ្រប់គ្រាន់គឺគាត់ត្រូវតែអាចមានលទ្ធភាពក្នុងការសួររកព័ត៌មានផ្សេងៗទៀតដែលគាត់ចង់បានបាទនៅពេលដែលពលរដ្ឋត្រូវការព័ត៌មានពិតពួកគេក៏ចាប់ផ្ដើមស្វែងរកព័ត៌មានដោយខ្លួនឯងនិងផ្ដល់ព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតជួយផ្សាយបន្តនៅពេលនោះហើយពលរដ្ឋនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកនយោបាយឧទាហរណ៍ដូចជាករណីអ្នកប្រើ Facebook រិះគន់គម្រោងបដូរឈ្មោះឆ្នេរអូឈើទាលនៅខេត្តព្រះសីហនុនិងការរិះគន់ប្រមុខរដ្ឋាភិបាលជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពទីបំផុតបញ្ហាទាំងនេះត្រូវបានកែប្រែទោះជាយ៉ាងណាមានករណីជាច្រើនទៀតដែលអ្នកប្រើ Facebook ត្រូវបានជាប់ពន្ធនាគារដោយសារតែការរិះគន់បែបចោទប្រកាន់ទៅលើមេដឹកនាំគណៈបកកណ្ដាលអំណាចនិងមន្ត្រីរដ្ឋាភិបាលដោយមិនមានមូលដ្ឋានប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាល់លោកង៉ែតមូសេក៏សម្គាល់ថាអ្នកប្រើ Facebook បានស្វែងរកព័ត៌មាននិងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់លោកកែមលីកាន់តែផុសផុលខ្លាំងឡើងនៅក្រោយពេលមានព្រឹត្តិការណ៍បាញ់សម្លាប់គាត់ខ្ញុំមើលនៅក្នុងបណ្ដាញសង្គម Twitter ជាកន្លឹះឬក៏ហៅថា hashtag របស់ឈ្មោះកែមលីហ្នឹងគឺថាមករយៈពេល24ម៉ោងក្រោយពីគាត់ស្លាប់ប្រហែលជា2ថ្ងៃរយៈពេល24ម៉ោង hashtag កែមលីត្រូវបានគេប្រើប្រាស់ប្រហែលជាពី1លាន1សែនអ្នកជាងគេប្រើប្រាស់នៅបណ្ដាញសង្គម Twitter បើនៅលើ Facebook មិនសូវមែនទេហើយយើងមើលអាការ search ឈ្មោះហ្នឹងទៀតគឺនៅក្នុង Google Trend អ្នក search ឈ្មោះកែមលីហ្នឹងហើយឈ្មោះរដ្ឋមន្ត្រីគេថាឈ្មោះកែមលីលើដាច់លោកមូសេយល់ថានិន្នាការនេះដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជនមួយចំនួនមានទំនោរគាំទ្ររដ្ឋាភិបាលមិនហ៊ានផ្សាយព័ត៌មានពិតចង់មានថាការនិយាយផ្ទុយពីទស្សនវិជ្ជាពិតប្រកបជាក់ស្ដែងនៃប្រជាជនឃើញគ្រប់គ្នាឃើញហ្នឹងគឺហ្នឹងហើយខ្ញុំគិតថាវាអាចជាជំរុញឲ្យប្រជាពលរដ្ឋណាត់ផ្សេងអាចគេគិតថាគេហួសចិត្តណាគេនិយាយលើបណ្ដាញសង្គមមកគេដល់ទូទៅជាមិនដែរនិយាយស្អីពីរឿងសង្គមមិនពីសង្គមគេដែរការផ្សាយព័ត៌មានហ្នឹងគឺថាជំរុញឲ្យគេមកហ្មងអ្នកណាខ្លះដែលគិតថាគេមិនចង់ប៉ះពាល់រឿងហ្នឹងទេវារឿងរសើបទេឥឡូវហ្នឹងគឺថានាំគ្នាឡើងមិននិយាយទេដោយសារតែយើងឃើញព័ត៌មានចំនួនបែបអញ្ចឹងយ៉ាងណាក៏ដោយការបញ្ចេញព័ត៌មានតាម Facebook មិនទាន់ត្រូវបានចាត់ទុកថាជាព័ត៌មានពិតទាំងអស់និងមានវិជ្ជាជីវៈនោះទេប៉ុន្តែវាជាប្រភពមួយដែលនាំឲ្យអ្នកសារព័ត៌មានអាជីពស្វែងរកប្រភពផ្សេងទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែមមុននឹងចេញផ្សាយខ្ញុំអឹងប៊ុនថន VOD ភ្នំពេញលោកអ្នកអាចផ្ដល់ព័ត៌មានមកកាន់ VOD តាមទូរស័ព្ទលេខ092 92 19 02និង060 50 50និង50បាទលោកអ្នកស្ដាប់ជាទីមេត្រីមុននឹងបញ្ចប់ព័ត៌មាននៅថ្ងៃនេះខ្ញុំបាទសូមសង្ខេបព័ត៌មានឡើងវិញមន្ត្រីអះអាងថាលោកសំរងស៊ីនឹងដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ប្រឆាំងសាលក្រមសាលាដំបងដែលបង្គាប់ឲ្យបង់ប្រាក់ជាង100លានរៀលឲ្យទៅដើមបណ្ដឹងប្រធានរដ្ឋសភាលោកហេងសំរិនតាក់ទិននឹងមេបករូបនោះបានបង្ហោះវីដេអូរំលឹកពីព្រះរាជបន្ទូលសម្ដេចព្រះនរោត្តមសីហនុដែលរិះគន់វៀតណាមថាបានបង្កប់កម្លាំងពិសេសចូលនៅក្នុងជួរគណៈបកកំពុងគ្រប់គ្រងអំណាចកាលពីម្សិលមិញចៅក្រមសាលាដំបងរាជធានីភ្នំពេញលោករស់ពិសិដ្ឋបានសម្រេចឲ្យមេបកប្រឆាំងលោកសំរងស៊ីចាញ់ក្តីប្រធានរដ្ឋសភាលោកហេងសំរិននិងតម្រូវឲ្យលោកសំរងស៊ីបង់ប្រាក់សំណងជំងឺចិត្តដល់លោកហេងសំរិន
150លានរៀលនិងបង់ពិន័យចូលរដ្ឋចំនួន10លានរៀលតំណាងរាស្ត្រមួយរូបរបស់គណៈបក្សសង្គ្រោះជាតិលោកខីវ៉ាន់ដេតប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការគណៈបកនៅថ្ងៃទី29ខែកក្កដានេះថាគណៈបក្សសង្គ្រោះជាតិមិនអាចទទួលយកបានតាមសាលក្រមនោះទេលោកថាលោកសំរងស៊ីបានឲ្យក្រុមមេធាវីដាក់ពាក្យប្តឹងទាស់ទៅសាឡាវធរហើយបើទោះបីជាមិនពឹងថានឹងឈ្នះក្តីក៏ដោយតំណាងរាជគណៈបកប្រជាជនកម្ពុជាលោកឈៀងវុនបានការពារភាពស្អាតស្អំរបស់ប្រធានរដ្ឋសភាលោកខេងសំរិនដោយអះអាងថាសាលក្រមរបស់តុលាការបានផ្ដល់យុត្តិធម៌ដល់ប្រធានរដ្ឋសភាចំណែកឯសង្គមស៊ីវិលនិងអ្នកវិភាគខ្លះគិតថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារ2ដែលពួកគេអះអាងថាសម្រាប់អ្នកមានប្រាក់និងមន្ត្រីមានអំណាចតែងតែទទួលបានយកចិត្តទុកដាក់ពីតុលាការចំណែកឯអ្នកក្រីក្រនិងមន្ត្រីបកប្រឆាំងរួមទាំងសង្គមស៊ីវិលផងពួកគេអះអាងថាអ្នកទាំងនោះតែងតែខកចិត្តពីការសម្រេចនានាពីតុលាការថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូលយ៉ាងណាក៏ដោយមន្ត្រីបកប្រឆាំងអះអាងថាការចោទប្រកាន់មេបករបស់ខ្លួនកាន់តែច្រើនពួកគេថាបកសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវចំណែកឯមេធាវីលោកសំសកុងដែលការពារក្តីឲ្យលោកសំរងស៊ីអះអាងថាលោកនឹងប្តឹងទាស់ករណីនេះទៅសាលាឧទ្ធរនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយដើម្បីស្វែងរកយុត្តិធម៌លោកនាងស្ដាប់ជាទីមេត្រីពាក់ព័ន្ធទៅនឹងយុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺអេដេណូវិញឲ្យដឹងថានៅក្នុងពិធីសម្ពោធជាផ្លូវការនៃផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំរបស់អង្គការកាណាកាលពីរសៀលម្សិលមិញមន្ត្រីក្រសួងសុខាភិបាលថាមានអ្នកផ្ទុកមេរោគអេដជាង 70000 នាក់ដែលមានជាង 50000 នាក់ទទួលបានការព្យាបាលនិងមានជាង 10000 នាក់កំពុងតែរស់នៅជាមួយនឹងជំងឺអេដដោយមិនបានដឹងខ្លួនក្រសួងរំពឹងថាក្រុមអ្នកផ្ទុកមេរោគអេដដោយមិនដឹងខ្លួនទាំងនោះនឹងដឹងពីស្ថានភាពជំងឺរបស់ខ្លួនហើយនឹងបានទទួលការព្យាបាលនៅឆ្នាំ2020កម្ពុជាក៏សង្ឃឹមថានឹងលុបបំបាត់ការឆ្លងជំងឺអេដទាំងស្រុងនៅឆ្នាំ2030ព័ត៌មានដាច់ដライមួយទៀតឲ្យដឹងថាគិតត្រឹមថ្ងៃទី29ខែកក្កដានេះវាមានរយៈពេលជិតកន្លះឆ្នាំហើយដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការពិសេសដើម្បីទប់ស្កាត់បទល្មើសនិងបង្ក្រាបបទល្មើសព្រៃឈើក៏ប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ឈ្មោះឈើមកផ្ដន់ទាទោបង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈនៅឡើយទេករណីនេះអ្នកឃ្លាំមើលធនធានធម្មជាតិជំរុញរដ្ឋាភិបាលបញ្ចេញលទ្ធផលស៊ើបអង្កេតជាសាធារណៈដោយថាកុំឲ្យសាធារណជនដាក់ការសង្ស័យថារដ្ឋាភិបាលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើលោកនាងស្ដាប់ជាទីមេត្រីព័ត៌មានមួយទៀតឲ្យដឹងថាដៃគូអភិវឌ្ឍគណៈកម្មការទន្លេមេគង្គដែលរួមមាន4ប្រទេសបានសម្រេចចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយជាង$10 លានសហរដ្ឋអាមេរិកគាំទ្រយុទ្ធសាស្ត្រការគ្រប់គ្រងអាងទឹកទន្លេមេគង្គដើម្បីបញ្ជៀសនៅគ្រោះរាំងស្ងួតដល់ប្រទេសដែលជាសមាជិកអាងទន្លេមេគង្គក្រោមក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី28ខែកក្កដាឲ្យដឹងថាកិច្ចប្រជុំនៃគណៈកម្មការរួមនៃគណៈកម្មការទន្លេមេគង្គលើកទី44ដែលធ្វើនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី27-28ខែកក្កដាបានលើកយកប្រធានបទជាច្រើនទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដែលចូលរួមដោយប្រទេសជាសមាជិកទាំង4រួមមានកម្ពុជាថៃឡាវនិងវៀតណាមក្នុងកិច្ចប្រជុំនោះប្រទេសដែលជាដៃគូអភិវឌ្ឍនិងម្ចាស់ជំនួយចំនួន4មានប្រទេសអាល្លឺម៉ង់ស្វីបែលហ្សិកនិងលុចសំបួរបានចុះកិច្ចព្រមព្រៀងផ្ដល់ប្រាក់ចំនួនជាង$10 លានសហរដ្ឋអាមេរិកជាការគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីច្រើនពាក់ព័ន្ធទៅនឹងការថែរក្សាទឹកទន្លេមេគង្គបាទលោកនាងស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់ VOD នៅពេលនេះចប់តែប៉ុណ្ណេះគណៈនេះខ្ញុំបានយមសុខននិងសហការីផ្សាយសូមអរគុណនិងសូមជម្រាបលា